សូមកោតសរសើរមែនទឹកចិត្តជាទេវតារបស់ក្រុមគ្រូពេទ្យខ្មែរយើងណាក្រោយពេទ្យថៃបោះបង់មិនមើលថែទារកខ្មែរទើបកើតព្រោះឪពុកម្ដាយជាពលករនៅថៃពេទ្យខ្មែរស្រោះដៃគ្នាទៅទទួលយកទារកខ្មែរទាំងយប់មកថែទាំនៅដីកម្ពុជាយើងវិញតាមរយៈការបង្ហោះសារលើបណ្ដាញសង្គម Facebook លោកវិជ្ជបណ្ឌិត ហៃឡៃសុនប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានសរសេរថាទារកទើបនឹងកើតអាយុបាន1ថ្ងៃប៉ុណ្ណោះកើតថ្ងៃទី25ខែមិថុនាឆ្នាំ2025នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញដោយសារកូនកើតមិនគ្រប់ខែអាយុ29សប្តាហ៍ទម្ងន់900ក្រាមនិងគ្មានលទ្ធភាពបង់សេវាថែទាំព្យាបាលឪពុកម្ដាយជាពលករនៅប្រទេសថៃពេលទទួលបានដំណឹងនេះភ្លាមនៅយប់ថ្ងៃទី25ខែមិថុនាឆ្នាំ2025ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានទៅទទួលគាត់មកព្យាបាលបន្តនៅក្នុងមន្ទីរពេទ្យដែលគោរពនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលទុកព្រួយរបស់អ្នកជំងឺគឺជាទុកព្រួយរបស់គ្រូពេទ្យស្របតាមសំណេរនេះលោកវិជ្ជបណ្ឌិតហៀងរតនាបានលើកឡើងថាគ្រូពេទ្យនៃប្រទេសថៃពួកអ្នកមិនសមជាគ្រូពេទ្យនោះទេធម្មតាទោះប្រទេសពីរច្បាំងគ្នាតាមច្បាប់អន្តរជាតិនិងតាមក្រមសីលធម៌ជាគ្រូពេទ្យក៏ត្រូវជួយសង្គ្រោះអ្នកជំងឺដែរទោះអ្នកជំងឺនោះជាសត្រូវដែលជាទាហានក៏ដោយតែនេះសូម្បីតែទារកដែលទើបនឹងកើតបានមួយថ្ងៃក៏អ្នកមិនជួយសង្គ្រោះសិនដែរសូមអ្នកចងចាំនៅទង្វើរបស់អ្នកឈ្លានពានទឹកដីប្រទេសពួកខ្ញុំអ្នកប្រមាថមើលងាយពួកខ្ញុំទាំងកេងប្រវ័ញ្ចផលប្រយោជន៍ពួកខ្ញុំទទួលបានលៀបសក្ការៈពីប្រជាជនខ្ញុំដ៏ច្រើនសន្ធឹកសន្ធាប់សូមអ្នកចងចាំនៅទង្វើរបស់អ្នកនៅពេលនេះទង្វើរបស់អ្នកនឹងធ្វើឲ្យពួកខ្ញុំខ្លាំងហើយក៏នឹងខ្លាំងជាងប្រទេសរបស់អ្នកចំពោះវិស័យសុខាភិបាលគេផ្សេងមើលឃើញថាប្រទេសអ្នកខ្លាំងតែចំពោះខ្ញុំអ្នកគ្មានអ្វីអស្ចារ្យនោះទេពួកគ្រូពេទ្យក៏តែរឿងលុយជាធំនោះទេពេទ្យ business តែបេះដូងពួកអ្នកខ្ញុំមើលឃើញនៅតូចណាស់ហើយបច្ចេកទេសក៏មិនអស្ចារ្យជាងពួកខ្ញុំដែរបើទៅតាមផ្លូវដែលជាទស្សនៈខ្ញុំហើយខ្ញុំធ្វើម្នាក់ឯងដោយគ្មានការ support ពីអ្នកណាខ្ញុំបដិញ្ញាចិត្តរយៈពេល15ឆ្នាំខ្ញុំនឹងធ្វើឲ្យវិស័យសុខាភិបាលខ្ញុំខ្លាំងជាងអ្នកឯងតែបើយើងខំទាំងអស់គ្នាបដិញ្ញាចិត្តបូករួមជាមួយនឹងទស្សនវិស័យច្បាស់លាស់ទាំងអស់គ្នាយ៉ាងយូរ10ឆ្នាំពួកខ្ញុំនឹងវ៉ាផុតអ្នកឯងដាច់អរគុណលោកគ្រូអ្នកគ្រូនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងដែលបានជួយសង្គ្រោះទារក